ឆេងតិចតាក់ទងជាមួយនឹងតារានៃកទៀតភ្លើងដែលមានដូចជា Aries Leo ហើយជាមួយនឹង Sagittarius ស្រាប់នឹងថាតារានៃកទាំង3ហ្នឹងអត់មានរឿងអីកើតឡើងនៅក្នុងខែ7ហ្នឹងមានដូចជា Four of Pentacles មានដូចជា Five of Wands Reverse មានដូចជា Nine of Cups The Lover សូមរៀបសារទៀតភ្លើងបាន The Lover ទិញនៅទាំងអស់គ្នាដល់គូមិនខ្ញុំសាប់ទៅវាអញ្ចឹងឯណាអ្នកទាំងអស់គ្នាតែខ្ញុំមានអារម្មណ៍ថាសេរីសាញ់ចិត្តភ្លើងគឺអាចនឹងដល់គូហើយត្រៀមខ្លួនទទួលយកស្នេហាថ្មីណាអ្នកទាំងអស់គ្នាអញ្ចឹងឥឡូវខ្ញុំនិយាយពីកាតដែលយើងបើកមកមុនគឺ Nine of Cups អ្នកទាំងអស់គ្នាកាតហ្នឹងគឺតាក់ទងជាមួយនឹងបំណងប្រាថ្នាសេចក្តីក្លាហានការប្រស័យតាក់ទងជាមួយមនុស្សជុំវិញខ្លួនហើយជាមួយនឹងsuccess មានន័យថាយើងនឹងសម្រេចរឿងហ្នឹងបានល្អប្រសើរជាងមុនហើយយើងនឹងនិយាយថាsurrounding by មនុស្សដែលល្អហើយនឹងពីការប្រកបរបរ business ផលអ្នកទាំងអស់គ្នាហ្នឹងគឺកាន់តែរីកចម្រើនទៅមុខអញ្ចឹងអ្នកទាំងអស់គ្នានិយាយទៅគឺអានេះតាក់ទងជាមួយនឹង mainly ហ្មងគឺតាក់ទងជាមួយនឹងបំណងប្រាថ្នាផលយើងតែម្ដងគឺល្អខ្លាំងមែនតើហើយបើសិនជាអ្នកទាំងអស់គ្នាគិតអីប៉ងអីតាក់ទងជាមួយនឹង Nine of Cups ហ្នឹងគឺ boom ហ្មងអ្នកទាំងអស់គ្នាគឺកាត់ល្អកាត់ធំហ្មងគឺតាក់ទងជាមួយនឹង Four of Pentacles Reverse តាក់ទងជាមួយនឹងអ្នកទាំងអស់គ្នាឥឡូវហ្នឹងអាចនឹងរកចំណូលបានច្រើនខ្លាំងហើយនៅក្នុងការចំណូលហ្នឹងក៏អ្នកទាំងអស់គ្នាយើងចាយច្រើនដែរហើយចាយហ្នឹងគឺអ្នកទាំងអស់គ្នាអត់សូវ focus លើខ្លួនឯងពេកទេអ្នកទាំងអស់គ្នា focus ទៅលើមនុស្សជុំវិញខ្លួនផងអ្នកទាំងអស់គ្នាបងប្អូនមិត្តភ័ក្តិតាមម៉ាក់ឬក៏អ្នកផ្សេងអ្នកទាំងអស់គ្នាមានអារម្មណ៍ថាខ្ញុំមានអារម្មណ៍ថាខ្ញុំអនុញ្ញាតហ្នឹងខ្ញុំចង់ជួយអ្នកហ្នឹងបន្តិចមានលុយកាក់ហ្នឹងច្រើនល្មមដែលអាចជួយអ្នកដទៃបានអីអញ្ចឹងហើយខ្ញុំន័យថាចំណូលផលអ្នកទាំងអស់គ្នាហើយនឹងការចាយវាផលអ្នកទាំងអស់គ្នានឹងវាដើរទន្ទឹមគ្នាប៉ុន្តែសម្រាប់ការចាយវាទៅលើមនុស្សជុំវិញខ្លួនឬក៏របបផ្សេងគឺអ្នកទាំងអស់គ្នា spend ច្រើនខ្លាំងមែនតើខែ7ហ្នឹងរកលុយក៏បានច្រើនហើយចាយក៏ច្រើនដែរFive of Wands Reverse ហ្នឹងតាក់ទងជាមួយនឹងគេហៅថាការផ្សះផ្សាមិត្តភាពឬក៏ការផ្សះផ្សាសម្ព័ន្ធភាពតំណែងតំណងរស់នៅប្រចាំថ្ងៃរវាងមិត្តភ័ក្តិគ្រួសារឬក៏ដៃគូស្នេហាអីហ្នឹងវាកាន់តែរលូនទៅមុខអីអញ្ចឹងអ្នកទាំងអស់គ្នាមានន័យថាយើងរៀងចេះយល់ការជាងមុនយើងរៀងចេះអត់អោនទៅអីគ្នាទៅវិញទៅមកអញ្ចឹងយើងយល់ថារឿងហ្នឹងវាគួរតែអត់អោនបានអីអញ្ចឹងទៅអ្នកទាំងអស់គ្នារៀងមានតំណែងតំណងរបស់អ្នកទាំងអស់គ្នាជាមួយនឹងមនុស្សជុំវិញខ្លួនហ្នឹងវារៀងល្អជាងមុនហើយចេះយល់ការច្រើនជាងមុនអីអញ្ចឹងទៅប្រហែលការចុងក្រោយខ្ញុំមិនដឹងថាអ្នកទាំងអស់គ្នាជឿអត់ទេតែសម្រាប់ខ្ញុំពេលដែលឃើញកាត់ lover ហ្នឹងខ្ញុំជឿដោយសារខ្ញុំឃើញអ្នកជុំវិញខ្លួនខ្ញុំច្រើនអ្នកឯងគឺបានកាត់ហ្នឹងហើយគឺ yeah they are with the right one របៀបអញ្ចឹងសិនជាអ្នកទាំងអស់គ្នាកំពុងតែជួបមនុស្សម្នាក់ហ្នឹងកំពុងតែមើលចិត្តគ្នាអញ្ចឹងអ្នកទាំងអស់គ្នាអាចថាអ្នកហ្នឹងគឺជាមនុស្សដែលគេហៅថា completely soulmate ឬក៏ថាយើងឆាប់មាន chemistry ឬថាយើងរៀងនិយាយទៅឆាប់យល់ដឹងពីគ្នាឆាប់យល់ចិត្តគ្នាហើយមានអារម្មណ៍ថាសប្បាយចិត្តនៅពេលដែលនិយាយជាមួយនឹងគេគឺមានអារម្មណ៍ថាfeeling ថាយើង comfortable យើងមានអារម្មណ៍ថាពេលនៅជាមួយគេទៅយើងអត់សូវធ្ងន់ចិត្តម៉ាទេហើយយើងមានអារម្មណ៍ថាយើងអាចធ្វើជាខ្លួនយើងបានហើយគេ support យើងអីចឹងនិយាយទៅអារម្មណ៍របស់អ្នកទាំងអស់គ្នានឹងគឺកក់ក្ដៅហើយមានអារម្មណ៍ថាសប្បាយចិត្តហ្មងនៅពេលដែលមនុស្សម្នាក់ហ្នឹងចូលមកក្នុងជីវិតរបស់អ្នកទាំងអស់គ្នាប៉ុន្តែតាមនៅក្នុងហ្នឹងក៏អ្នកទាំងអស់គ្នាជួបអ្នកដែលមក approach ឬក៏មកតាមចង់ដឹងអំពីអ្នកទាំងអស់គ្នាច្រើនអ្នកដែរក្នុងហ្នឹងអ្នកទាំងអស់គ្នាអាចរើសមើលដែរព្រោះតាក់ទងជាមួយនឹង choice ដែរគឺជំរឿនអ្នកទាំងអស់គ្នាថាតើម្នាក់មួយណាដែលស័ក្តិសមជាមួយនឹងអ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាមានអារម្មណ៍ថាអ្នកទាំងអស់គ្នាអត់សូវហាត់ចិត្តអីចឹងណាសងលើចិត្តរបស់យើងហើយថាតើអ្នកដែលអ្នកទាំងអស់គ្នាកំពុងតែមើលហ្នឹងគឺពិតជាម្នាក់នឹងមែនអត់អីចឹងណាហើយបើសិនជាអ្នកទាំងអស់គ្នាមានអារម្មណ៍ថាអ្នកទាំងអស់គ្នាសប្បាយចិត្តនឹងទំនាក់ទំនងនឹងដែរខ្ញុំគិតថាមើលចិត្តគ្នាទៅហើយអានឹងសម្រាប់អ្នកដែលគាត់កំពុងតែតាក់ទងគ្នាអីចឹងខ្ញុំគិតថាទំនាក់ទំនងរបស់គាត់នឹងអាចនឹងល្អប្រសើរជាងមុនហើយអាចនឹងទំនាក់ទំនងហ្នឹងកាន់តែគេហៅថា deep ជាងមុនណាមានមនុស្សម្នាដឹងឮច្រើនហើយទំនាក់ទំនងហ្នឹងគឺកាន់តែច្បាស់លាស់ហើយមានអារម្មណ៍ថាយើងកក់ក្ដៅនៅពេលដែលគូរបស់យើងហ្នឹងគាត់ពិតជាបង្ហាញក្តីស្រឡាញ់ឲ្យយើងដោយមិនលាក់លៀមអីចឹងអ្នកទាំងអស់គ្នាល្អខ្លាំងមែនទែនហ្មងខ្ញុំតារានេះក៏ធៀបភ្លើងដែរខ្ញុំសង្ឃឹមថាខ្ញុំដល់គូដែរចាអូខេសូម្បីតែសារពីចក្រវាលក៏តាក់ទងជាមួយនឹងស្នេហាដែរអ្នកទាំងអស់គ្នាគេថាម្នាក់ហ្នឹងឃើញអ្នកទាំងអស់គ្នាហើយចាំមិនថាជាអ្នកទាំងអស់គ្នាអ្នកដែលចូលមកក្នុងជីវិតអ្នកទាំងអស់គ្នាគេត្រៀមខ្លួនរួចរាល់ហើយនៅក្នុងការកើតតំណែងស្នេហាឲ្យកាន់តែមានន័យឲ្យកាន់តែស្រស់ថ្លាជាងមុនអីចឹងអ្នកទាំងអស់គ្នាមានអារម្មណ៍ថាអ្នកទាំងអស់គ្នាអាចនឹងដល់គូមែនតើហើយខ្ញុំជូនពរអ្នកទាំងអស់គ្នាឆាប់ដល់គូចោលមិនថាអ្នកដែលគាត់កំពុងតែតាក់ទងគ្នាឬក៏អ្នកដែលគាត់កំពុងតែមើលចិត្តគ្នាឬក៏អ្នកឥឡូវនោះ single ដូចខ្ញុំអីចឹងណាគេបើកចិត្តមើលគេខ្លះគេលោថាដល់គូក្នុងឆ្នាំហ្នឹងអីចឹងវីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនអ្នកទាំងអស់គ្នាបាយបាយ